សួស្តីពុកម៉ែបងប្អូនអរគ្នាបាទមកទស្សនាបាគូចុងក្រោយបាទរវាងទូកខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌ខ្មៅនោះគឺជាទូកដែលមានឈ្មោះថាអត្តរាជតេជះវត្តមាត់ក្រសាសបាទចំណែកឯខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានពណ៌លឿងនោះគឺជាទូកដែលមានឈ្មោះថាពិជ័យកុមារតេជោសែនជ័យបាទនេះគឺជាជើងចុងក្រោយបាទនៅគេហៅថាទូកក្នុង top 10 ណាទូកល្អទាំង10បាទការពីការប្រកួតបាទនៅមុខវត្តវិជ័យរាំងសីបាទនិយាយពីបាទអត្តរាជតេជះវត្តមាត់ក្រសាសនេះគឺបាទការប្រកួតប្រកួតមុនបាទជួបដៃគូបាទចំនួន2វាស្មើនឹង4ជើងបាទឈ្នះទាំង4ជើងបាទចាំមើលជើងនេះបើសិនជាឈ្នះទៀតបាទ5ជើងគឺអត់ដែរចាញ់បាទចំណែកឯបច្ចេកកុមារតេជោសែនជ័យនេះគឺ2ប្រកួតមុនបាទឈ្នះ3ចាញ់1ហើយចាំមើលជើងនេះមួយទៀតបាទបើសិនជាឈ្នះបាទឈ្នះ4ចាញ់1តែបើសិនជាចាញ់បាទឈ្នះ3ចាញ់2បាទឥឡូវបាទពងអតាហ្នឹងតាមតេជះវត្តមកកសាសវត្តកសាសនេះល្អមែនតើហ្មងបាទចំណុះគាត់នេះល្អមែនតើខ្មៅសិលបាទឥឡូវនៅតែចាញ់អញ្ចឹងមានន័យថាវត្តកសាសឈ្នះ5ប្រកួតបាទបច្ចេកកុមារឈ្នះ3ចាញ់2